ផ្ដាំតកូនតចៅណាស់យុត្តិធម៌គ្មានទេសម្រាប់អ្នកទុនខ្សោយពាក្យនេះបានคล้ายជាការពិតដ៏ជូរចត់បំផុតនៅថ្ងៃទី22ខែធ្នូឆ្នាំ2025នេះបងប្អូនអើយថ្ងៃនេះគឺជាថ្ងៃដែលប្រវត្តិសាស្ត្រត្រូវចារទុកថាជាថ្ងៃដែលពួកសៀមបានបើកទ្វារនរកមកលើដីខ្មែរប៉ុន្តែពួកគេត្រូវបានវីរៈកងទ័ពខ្មែរធាក់បញ្ចូលទៅក្នុងរណ្ដៅនរកនោះវិញយ៉ាងទាន់ហន់តាំងពីព្រលឹមទៀបភ្លឺរហូតដល់យប់អាធ្រាត្រសំឡេងកំភ្លើងមិនបានស្ងប់ឡើយសៀមបានប្រើគ្រប់វិធីសាស្ត្រខខើបំផុតពីការប្រើផ្សែងពុលបំពុលកូនខ្មែរពីការប្រើដ្រូនពិឃាតបំផ្ទុះសន្តាគារស៊ីវិលរហូតដល់ការបញ្ជូន F-16 ទម្លាក់គ្រាប់បែកក្បែរតំបន់អង្គរប៉ុន្តែលទ្ធផលចុងក្រោយគឺអ្វីគឺមហាវិនាសកម្មរបស់សៀមខ្លួនឯងយន្តហោះសៀមបាក់ស្លាបធ្លាក់នៅសូរិនកងទ័ពអង្គរៈពិសេសរបស់សៀមត្រូវខ្មែរកំទេចចោលស្រែអំពៅសៀមរាប់ម៉ឺនលានត្រូវភ្លើងសង្គ្រាមខ្លួនឯងដុតខ្លាយជាផេះនៅក្នុងវីដេអូពិសេសនេះខ្ញុំនឹងរាយការណ៍ជូនបងប្អូននៅរាល់ចំណុចនៃព្រឹត្តិការណ៍ពេញមួយថ្ងៃជាបឋមយើងត្រូវដឹងថាសៀមបានធ្វើអ្វីខ្លះមកលើដីយើងយោងតាមរបាយការណ៍ពីក្រសួងការពារជាតិនៅព្រឹកព្រលឹមម៉ោង 7:03 នាទីនិងយប់ថ្ងៃទី21សៀមបានបាញ់ផ្សែងពុលចូលភូមិសាស្ត្រប្រាសាទតាម៉ោននិងភូមិព្រៃច័ន្ទបងប្អូនអើយការប្រើអាវុធគីមីលើសមរភូមិគឺមិនមែនជាទ័ពថ្លៃធ្នូទេគេចង់ឲ្យវីរៈកងទ័ពនិងពលរដ្ឋយើងថប់នឹងហើមម៉ោង 16:18 នាទីយន្តហោះចម្បាំង F-16 បានហោះចូលជើក្នុងដីខ្មែរទម្លាក់គ្រាប់បែកនៅអូកូនតឹងឃុំស្រែនុយស្រុកវ៉ារិនខេត្តសៀមរាបស្រែនុយនៅជិតអង្គរណាស់នេះគេចង់វាយដល់បេះដូងវប្បធម៌យើងហើយម៉ោង 17:10 នាទី F-16 ដដែលនេះបានទៅទម្លាក់គ្រាប់នៅឃុំស្រែអែមស្រុកជាមខ្សានខេត្តព្រះវិហារនៅបឹងត្រកួន F-16 ទម្លាក់គ្រាប់4គ្រាប់ទៀតនៅជាមខ្សានភូមិថ្នល់បែក F-16 បាញ់កំទេចផ្ទះពលរដ្ឋ2គ្រួសារសំណាងល្អដែលបារមីតាមជួយមិនមានអ្នករងគ្រោះមិនត្រឹមតែបាញ់កំភ្លើងធំ 155 មីលីម៉ែត្រចូលផ្សារកណ្ដាលទេសៀមបានប្រើដ្រូនពិឃាតហោះទៅបំផ្ទុះអូតែសុងតារានៅកណ្ដាលក្រុងនេះគឺជាអំពើភេរវកម្មសុទ្ធសាធមិនតែប៉ុណ្ណោះគេបាញ់រះកំភ្លើងដៃ30គ្រាប់ចូលផ្ទះពលរដ្ឋនៅភូមិក្បាលកោះនៅម៉ោង 2:42 នាទីរសៀលសៀមប្លង់គ្រាប់ជាង40គ្រាប់ចូលឃុំតាស្ដា40គ្រាប់បងប្អូនបាញ់ដូចបាញ់សត្វធាតុនៅភ្នំព្រឹកនិងបារាំងធ្លាក់គ្រាប់សៀមបានបាញ់ត្រីជនជាតិចិនម្នាក់ឲ្យរងរបួសនេះគឺជាកំហុសដោះធំដែលសៀមនឹងត្រូវសងជ័យជំនះទី1មហានុភាព BM21 របស់ខ្មែរដើម្បីឆ្លើយតបនឹងការបាញ់40គ្រាប់នៅសំប៉ៅលូនកងទ័ពយើងនៅយោធាភូមិទី1របស់សៀមបានសារភាពផ្ទាល់មាត់ថាកម្ពុជាបានបាញ់ BM21 និងកំភឿងធំស្រោចមកវិញជាង180គ្រាប់នៅតំបន់តាព្រឺយានិងគោកសួងបងប្អូនស្គាល់ BM21 ទេវាគឺជាស្ដេចកំភឿងធំដែលអាចបាញ់បាន40គ្រាប់ក្នុងពេលតែប៉ុន្មានវិនាទីបងប្អូនស្រមៃមើលគ្រាប់180គ្រាប់ហោះចេញពីតួ BM21 ដោយភ្លៀងរន្ទះធ្លាក់ចំទីតាំងសត្រូវនៅស្រះកែវនិងតាប្រយាគ្រាប់180គ្រាប់នេះហើយដែលធ្វើឲ្យបន្ទាយពួកឈ្លានពានរៀបស្មើដីជ័យជំនះទី2យោធាសៀមបានប្រកាសកាន់ទុកចំពោះការស្លាប់របស់សអកម្ពណាតថងសែនបងប្អូនត្រូវដឹងថាគាត់មិនមែនទាហានធម្មតាទេគាត់មកពីកងវរសេនាទុយធ្មើជើងទី1នៃកងពលទុយធ្មើជើងទី21កងអង្គរៈពិសេសនេះគឺជាកងទ័ពខ្លាំងបំផុតពាក់អាវក្រោះល្អបំផុតរបស់សៀមការដែលកូនខ្មែរអាចបាញ់កំទេចទ័ពពិសេសរបស់គេបានវាបញ្ជាក់ថាទ័ពរបស់សៀមគ្រាន់តែជាក្រដាស់នៅចំពោះមុខទឹកចិត្តស្នេហាជាតិរបស់ខ្មែរនេះជាការបាក់មុខមាត់បំផុតជ័យជំនះទី3បាក់សៃដៃបាក់ស្លាបនៅម៉ោង 5:19 ល្ងាចឧទ្ធម្ភាចក្របែល212របស់សៀមបានធ្លាក់បោកផ្ទប់ដីនៅប្រលានសុរិនភក្តីគ្មានខ្មែរណាបាញ់ទេគឺវាធ្លាក់ដោយសារបារមីនិងភាពចាស់ជរារបស់វានេះគឺជាប្រផ្នុលមរណៈអ្នកដែលហោះមកបំពេញដីខ្មែរនឹងត្រូវវិនាសដោយឯងជ័យជំនះទី4ភ្លើងឆេះស្រ័យអំពៅម៉ឺនលាន
សមាគមស្ករសសៀមបានស្រ័យយំថាក្រាប់កំភ្លើងដែលទាហានសៀមបាញ់មកខ្មែរបានបកទៅដុតស្រែអំពៅរបស់កសិករសៀមនៅស្រះកែវអស់ជាង 5,000 រ៉ៃខាតបង់ជាង 10,000 លានបាតសៀមចង់បំផ្លាញសេដ្ឋកិច្ចខ្មែរនៅប៉ោយប៉ែតតែទីបំផុតភ្លើងសង្គ្រាមបានដុតបំផ្លាញសេដ្ឋកិច្ចខ្លួនឯងនេះហើយកម្មពៀជ័យជំនះទីប៉ាំការបិទផ្លូវដែកនិងភាពឯកតោអាជ្ញាធរសៀមត្រូវបង្ខំចិត្តបិទស្ថានីយ៍រថភ្លើងអរញ្ញប្រថេតទាំងស្រុងនេះមានន័យថាខ្សែឈាមសេដ្ឋកិច្ចភាពខាងកើតរបស់សៀមត្រូវបានកាត់ផ្តាច់ដោយសារតែការភ័យខ្លាចរបស់គេខ្លួនឯងឥឡូវយើងមកមើលលើឆាកនយោបាយវិញម្ដងល្បិចប៉ូលីសល្អប៉ូលីសអាក្រក់នាយករដ្ឋមន្ត្រីសៀមអនុធីនស្រែកថាត្រូវតែឈ្នះគ្មានជំរឿផ្សេងនេះគឺជាសម្រេចរបស់អ្នកទាល់ច្រករដ្ឋមន្ត្រីការបរទេសសៀមសៃហាសាក់និយាយប្រាប់កាសែតខៅសថាសៀមមានសុឆន្ទៈចង់ជួយខ្មែរបងប្អូនកុំជឿបើមានសុឆន្ទៈហេតុអ្វីប្រ F16 បាញ់ផ្ទះខ្មែរនេះគឺជាល្បិចបោកពិភពលោកតែឯឧត្តមប្រាសុខុនរបស់យើងឆ្លាតជាងលោកបានទៅជួបសិង្ហបុរីនៅម៉ាឡេស៊ីហើយហែកមុខសៀមឲ្យអាស៊ានបានឃើញនៅ Washington សហរដ្ឋអាមេរិកបងប្អូនខ្មែរយើងបានចេញតវ៉ាកណ្ដាលទឹកកកសរុបសេចក្តីមកថ្ងៃទី22ធ្នូនេះគឺជាថ្ងៃដែលសៀមបរាជ័យគ្រប់ច្រកលហោកស្លាប់តបពិសេសយន្តហោះធ្លាក់ឆេះស្រែអំពើបិទផ្លូវដែកត្រូវអាស៊ាននិងចិនដាក់សម្ពាធរហូតបង្ខំចិត្តសុំចរចានៅ2ថ្ងៃខាងមុខផ្ដាន់តកូនតចៅទិយើងមិនមាន F16 ដូចគេទេតែយើងមានយុទ្ធធម៌យើងមាន BM21 ដែលបាញ់ចំគោលដៅយើងមានវីរៈកងទ័ពដែលហ៊ានយកសាច់ស្រស់ឈាមស្រស់ធ្វើជាកំពាំងការពារនិងសំខាន់បំផុតយើងមានបេះដូងខ្មែរទោះបីយប់នេះព្រះវិហារស្ងប់ស្ងាត់បន្តិចក៏ដោយតែសូមបងប្អូនកុំធ្វេសប្រហែសសត្រូវដែលរបួសតែងតែសាហាវយើងត្រូវតែបន្តគាំទ្រវីរៈកងទ័ពយើងកាន់ដៃគ្នាឲ្យណែនសូមបងប្អូនជួយ share វីដេអូឲ្យបានគ្រប់គ្នាដើម្បីឲ្យពិភពលោកដឹងថាកម្ពុជាតូចមែនតែឆ្អឹងរឹងណាស់សៀមមិនអាចលេបបានឡើយកម្ពុជាត្រូវតែឈ្នះបងប្អូនអើយជីវិតមនុស្សយើងពិតជាមើលមិនឃើញមែនជួនកាលយើងខំប្រឹងរាប់ខែរាប់ឆ្នាំដើម្បីសាងសុភមង្គលតែគ្រោះអកុសលអាចមកដណ្ដើមយកអ្វីៗគ្រប់យ៉ាងត្រឹមតែមួយប្រព្រឹត្តភ្នែកជាក់ស្ដែងដូចជាហេតុការណ៍អគិភ័យឆេះផ្ទះអ្នកដែលដាក់ខ្មុលនាពេលថ្មីនេះដែលបានធ្វើឲ្យមហាជនកដុកកដួលចិត្តយ៉ាងខ្លាំងយោងតាមសម្ដីរៀបរាប់ទាំងទឹកភ្នែកនិងក្តីអាណិតអាសូរពីសាក្សីដែលនៅក្បែរខាងហេតុការណ៍នេះបានកើតឡើងយ៉ាងរហ័សបំផុតអ៊ំពូម្ចាស់ផ្ទះគាត់គឺជាមនុស្សឧស្សាហ៍ព្យាយាមណាស់គាត់ទើបតែត្រឡប់មកមើលទីដាក់ខ្មុលនៅវាលស្រែវិញគោលបំណងរបស់គាត់គឺប្រញាប់មកកិនស្រូវទុកឲ្យហាយដើម្បីនឹងមានពេលទំនេរប្រញាប់ទៅចាប់ខ្មុលយកមកលក់ដូរចិញ្ចឹមជីវិតបន្តទៀតខណៈដែលកំពុងរវល់ការងារស្រាប់តែមានសម្លេងផ្ទុះយ៉ាងខ្លាំងចេញពីក្នុងផ្ទះនៅពេលគាត់រត់ឡើងទៅមើលគឺអ្វីយឺតពេលអស់ទៅហើយអណ្ដាតភ្លើងបានឆាបឆែកយ៉ាងសន្ធោសន្ធៅមិនអាចគ្រប់គ្រងបានឡើយផ្ទះមួយខ្នងដែលគាត់ខំសន្សំញើសឈាមសង់អស់រយៈពេលជាច្រើនខែទើបតែរួចរាល់តែត្រូវភ្លើងលាបត្របាក់ខ្ទេចគ្មានសល់ត្រឹមតែរយៈពេលមិនដល់30នាទីផងសំឡេងផ្ទុះដែលម្ចាស់ផ្ទះបានឮអាចបណ្ដាលមកពីទុះសេខ្សែភ្លើងរួចបង្កជាការផ្ទុះឧបករណ៍អគ្គិសនីឬក៏អាចជាផ្ទុះធុងហ្គាសដោយសារផ្ទះភាគច្រើននៅតាមជនបទសង់ពីឈើនិងមានសម្ភារៈងាយឆេះទើបធ្វើឲ្យភ្លើងរាវដាលលឿនដោយព្យុះបែបនេះការបាត់បង់សពគ្រប់នេះគឺជាចំណុចដែលខ្លោចចិត្តបំផុតគាត់សល់កាយខោអាវមួយកំភ្លេជាប់ខ្លួនប៉ុណ្ណោះទ្រព្យសម្បត្តិប្រកាសនិងទីជម្រកដែលជាក្តីសង្ឃឹមតែមួយគត់បានคล้ายជាផេះផងមុខរបរដាក់ខ្មុលរបស់ក្រុមគាត់ក៏ត្រូវអាក់ខានដែរបងប្អូនអើយរឿងនេះគឺជាមេរៀនដ៏ជូរចត់មួយសម្រាប់យើងទាំងអស់គ្នាសូមមេត្តាពិនិត្យខ្សែភ្លើងនិងចង្ក្រានហ្គាសឲ្យបានហ្មត់ចត់មុននឹងចេញពីផ្ទះឬពេលកំពុងរវល់ការងារផ្សេងបងប្អូនអើយម្សិលមិញនេះនៅទីក្រុងបាងកកមានហេតុការណ៍មួយបានធ្វើឲ្យអ្នកធ្វើដំណើរតាមដងផ្លូវសវិនថាវងនិងបុគ្គលិកនៅប្រៃសណីយ៍មីនបុរីភ័យលក់ប្រលឹងព្រោះសុកស្រាប់តែមានអណ្ដាតភ្លើងនិងផ្សែងខ្មៅខ្មួលខ្មាញ់ហុយចេញពីផ្ទះបុរាណមួយខ្នងដែលស្ថិតនៅក្បែរនោះតែម្ដងអ្វីដែលកាន់តែចម្លែកនិងគួរឲ្យសង្ស័យនោះគឺផ្ទះនោះជាផ្ទះបោះបង់ចោលគ្មានមនុស្សរស់នៅគ្មានសូម្បីតែភ្លើងប្រើប្រាស់តែបែរជាឆេះឡើងយ៉ាងសន្ធោសន្ធៅផងដែរ
โยงตามระบายการបន្ទាន់ពីស្ថានីយ៍ពន្លត់អគ្គិភ័យនិងសង្គ្រោះបាងឆាន់បានលាតត្រដាងព័ត៌មានដូចខាងក្រោមពេលវេលាកើតហេតុវេលាម៉ោង 14:10 នាទីរសៀលថ្ងៃទី22ខែធ្នូឆ្នាំ2025ស្ថិតនៅក្បាលទីស្នាក់ការប្រៃសណីយ៍មីនបូរីតាមបណ្ដោយផ្លូវសុវិនថាវង្សសង្កាត់មីនបូរីខណ្ឌមីនបូរីទីក្រុងបាងកកជាផ្ទះឈើ2ជាន់ដែលបោះបង់ចោលនៅពេលក្រុមពន្លត់អគ្គិភ័យទៅដល់ពួកគេបានឃើញទិដ្ឋភាពដែលគួរឲ្យប្រម៉ុយប្រយ៉ែបំផុតអណ្ដាតភ្លើងបានចាប់ផ្ទុះឡើងនៅជាន់ទី1ត្រង់ចំណុចនៃផ្នែកដែលតបន្ថែមពីតួផ្ទះភ្លើងបានលាបត្របាក់ផ្នែកដែលតបន្ថែមនោះ